រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាលោកហងជុនរុនបាននិយាយថាក្រសួងបានបន្តពិនិត្យនិងកែលម្អយន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបពីមួយឆ្នាំទៅមួយឆ្នាំដើម្បីពង្រឹងភាពត្រឹមត្រូវនិងតម្លាភាពនៃដំណើរការប្រឡងលោកហងជុនរុនថ្លែងក្នុងសន្និសីទសារព័ត៌មាននៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីព្រឹកថ្ងៃទី10ខែសីហាឆ្នាំ2026ខណៈលោកចូលរួមក្នុងពិធីកាត់ក្បាលវិញ្ញាសាសម្រាប់ការប្រឡងបាក់ឌុបថាក្រសួងតែងតែពិនិត្យចំណុចខ្វះខាតបន្ទាប់ពីការប្រឡងនីមួយៗដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយដើម្បីកំណត់វិធានការកែលម្អសម្រាប់ការប្រឡងនៅឆ្នាំបន្ទាប់លោកបានបញ្ជាក់ថាដំណាក់កាលសំណេរការកំណែតនិងការបញ្ចូលពិន្ទុត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ដើម្បីធានាភាពសុក្រឹតនិងភាពជឿទុកចិត្តលើលទ្ធផលប្រឡងលោកបានសង្កត់ធ្ងន់ថាការពិនិត្យនិងកែលម្អជាបន្តបន្ទាប់គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ក្រសួងដើម្បីធានាថាដំណើរការប្រឡងបាក់ឌុបមានភាពត្រឹមត្រូវយុត្តិធម៌និងអាចទុកចិត្តបានសម្រាប់បេក្ខជនការប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី10ខែសីហាឆ្នាំ2026បានចាប់ផ្ដើមនៅថ្ងៃច័ន្ទដោយមានបេក្ខជនចុះឈ្មោះសរុបជាង 150,000 នាក់ក្នុងចំណោមបេក្ខជនទាំងនោះមានជាង 37,445 នាក់ឬស្មើប្រមាណ 30% ស្ថិតក្នុងថ្នាក់វិទ្យាសាស្ត្រខណៈជាង 11,000 នាក់ឬស្មើប្រមាណ 70% ស្ថិតក្នុងថ្នាក់វិទ្យាសាស្ត្រសង្គមក្នុងចំណោមបេក្ខជនសរុបមានបេក្ខជនពិការភាពផ្នែកស្ដាប់និងការនិយាយចំនួន47នាក់ការប្រឡងនៅថ្ងៃទី10ខែសីហាសម្រាប់ថ្នាក់វិទ្យាសាស្ត្របេក្ខជនត្រូវប្រឡងមុខវិជ្ជាប្រវត្តិវិទ្យាជីវវិទ្យាគីមីវិទ្យានិងភាសាបរទេសចំណែកបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមត្រូវប្រឡងមុខវិជ្ជាផែនដីបរិស្ថានវិទ្យាប្រវត្តិវិទ្យាភូមិវិទ្យានិងភាសាបរទេស